ហើយកន្លែងនេះគឺខ្ញុំធ្វើការទៅឃ្លៀរទៅលើ Mac របស់ enemy ហើយ Mac របស់ enemy ហ្នឹងគឺគាត់កំពុងធ្វើការ clear land របស់គាត់បន្ទាប់ពីគាត់ clear land របស់គាត់ហើយគាត់នឹងទៅជួយ go land ហើយអញ្ចឹងហើយយើងគណនាពីចំនួនជំហាននឹងទិសដៅទៅគាត់ទៅអញ្ចឹងយើងធ្វើការទៅកាក់វាយគាត់យកតែម្ដងតែយើងចូលទៅបើក RT ធ្វើការសម្រាប់ទៅលើ Mac គេកន្លែងហ្នឹងបានមក kill ដោយកលេសទៅឃើញគ្នាយើងនៅគ្នាគេពងវាយគ្នាអញ្ចឹងយើងក៏ធ្វើការចុះមកដល់បើក RT CP មិនចាំបាច់ទៅវាយអីតតូនក្នុងមុខគេទេយើងមកដល់យើងចាំតែ CP ទៅបាន hero យើងទៀតឯងអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនហើយក៏ឃើញគ្នាគេពីរនាក់ហ្នឹងធ្វើការទៅដេញវាយគ្នាយើងនៅខាងលើហ្នឹងយើងក៏ធ្វើការចង់មកជួយមកតែយើងមកអត់ទាន់ទេគេដាច់មុនទៅហើយប្រើគេក៏ព្យាយាមដាក់ RT កិច្ចតែយើងក៏ធ្វើការបើក RT ផ្ដាច់ហើយប្រើគឺកន្លែងហ្នឹងមកគ្រាទៀតហើយឃើញកម៉ែគេនៅមុខហ្នឹងក៏ធ្វើការផ្ដាច់ម៉ែគេមួយទៀតទៅបាន10មកគ្រាកន្លែងនេះសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូ game Honor of King ហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំធ្វើការលេងទៅលើ Hero Face ហើយ Hero នេះគឺខ្ញុំធ្វើការលេងវាចំនួន3 match ហើយបើគិតទាំង game មួយនេះហើយយើងធ្វើការមកមើល gameplay របស់យើងផ្ដើម game ដំបូងគឺក្នុងនាមជាចាំង color គឺយើងមកស៊ីបើយើងតាមធម្មតាដល់ farm ធម្មតាហើយចំពោះការ farm របស់ខ្ញុំគឺខ្ញុំ farm ចេញពីបើ kill ទៅដោយសារ Hero យើងគឺជា Hero ដែលប្រើ mana អញ្ចឹងយើងត្រូវការfarm បើ kill មុនដើម្បីកុំឲ្យវាសូវស៊ី mana បន្ទាប់ពី farm បើ kill ហើយយើងក៏មកធ្វើការវាយសัตว์មួយនេះដែលនៅជិត craft fan យើងហ្នឹងឲ្យគាត់ចោះជួយមកវាយយើងបន្ទាប់ពីវាយសัตว์ហ្នឹងហើយយើងក៏មកធ្វើការវាយសัตว์មួយនេះទៀតហើយនឹងបន្ទាប់ទៀតគឺសัตว์ខាងមុខហ្នឹងអាពីរនាក់ហ្នឹងយើងព្យាយាមវាយសัตว์មួយជាហៀងឲ្យអស់យើងព្យាយាមមិនវាយវាឲ្យអស់កុំឲ្យទុកវានៅសល់កន្លែងណាមួយអញ្ចឹងវាធ្វើឲ្យយើងហ្នឹងខាតសัตว์ហ្នឹងខាតអ្វីឲ្យយើងព្យាយាម farm មកជាហៀងហ្នឹង farm ឲ្យអស់បន្ទាប់ពីអស់មួយជំហានយើងទៅមួយជំហានទៀតចាំយើង farm អស់ហើយចាំយើងធ្វើការដើររមើល enemy បើអត់មាន enemy វាយទេយើងដើររមើលសត្វ farm ទៀតក្រោយពីកាប់ច្រាំមកប្រាមកយើងក៏មកដល់ red បើយើងក៏ធ្វើការវាយ red បើយើងបន្តទៀតបន្ទាប់ពីវាយ red បើហើយក៏ធ្វើការមកវាយ Inosuke ហ្នឹងហើយកន្លែងនេះគឺខ្ញុំធ្វើការទៅឃ្លៀរទៅលើ Mac របស់ enemy ហើយ Mac របស់ enemy ហ្នឹងគឺគាត់កំពុងធ្វើការ clear land របស់គាត់បន្ទាប់ពីគាត់ clear land របស់គាត់ហើយគាត់នឹងទៅជួយ go land ហើយអញ្ចឹងហើយយើងគណនាពីចំនួនជំហាននឹងទិសដៅទៅគាត់ទៅអញ្ចឹងយើងធ្វើការទៅកាក់វាយគាត់យកតែម្ដងតែយើងចូលទៅបើក RT ធ្វើការសម្រាប់ទៅលើ Mac គេកន្លែងហ្នឹងបានមក kill ក្រោយពីសម្រាប់ទៅលើ Mac របស់គេហើយយើងអត់មានដំណាទៀតទេគឺយើងមកដើររកសត្វ farm ហើយក៏សត្វដែល farm មកដល់ blue bird របស់យើងអញ្ចឹងយើងធ្វើការ farm សិនមកសត្វណាដែលវាកើតមកវិញហើយយើង farm វាសិនចាំពេលយើង farm អស់ហើយចាំយើងធ្វើការទៅតាមវាយ enemy ទៀតហើយកន្លែងហ្នឹងឃើញថាខាងក្រោមគឺកំពុងតែមានការឈ្លោះគ្នាហើយយើងធ្វើការចោះមកអន្តរាគមន៍មកហើយកន្លែងហ្នឹងគឺយើងបានតែចោះមកឲ្យតែមើលល្អមើលទេតែអត់មានបានឃើញបានមកឃើញទេកន្លែងហ្នឹងបានតែអាស៊ីក្រោយពីអាស៊ីគ្នាយើងបានមកឃើញមកយើងក៏ធ្វើការហោះមកមើលបើ enemy ជានៅសល់យើងធ្វើការវាយយកហើយកន្លែងហ្នឹងគឺយើងអាស័ព្ទតែមកដល់កដាលហ្នឹងហើយយើងមកដល់ជួបគ្នាជាមួយនឹង hyper របស់គេ hero របស់ Fat Cat hero សម្រាប់ចិត្តរបស់ Fat Cat តែកន្លែងនេះគឺអត់មានការវាយគ្នាទេដោយសារមើលទៅវាយគ្នាអត់ងាប់រៀងខ្លួនក៏ដកថយមកហើយខ្ញុំក៏មកធ្វើការវាយទៅលើ overload នៅក្នុង level ដំបូងអញ្ចឹងវាអត់សូវជាឈឺអីអត់សូវជាតាន់អីប្រហែលអញ្ចឹងយើងអាចដើម្បីមុំអាចវាយផុយទេកន្លែងហ្នឹងទៅពីវាយ overload ហើយយើងមកធ្វើការ farm សត្វយើងតាមធម្មតាចូលមកដល់យើងវាយទៅលើ blue bird របស់យើងមកទៅវាយទៅ blue bird ហើយយើងធ្វើការទៅវាយសត្វផ្សេងនៅក្បែរហ្នឹង Rampage. Killing spree. Spinning jade. ហើយថ្ងៃនេះយើងបន្ទាប់យើង farm blue bird red បើយើងអស់ហើយយើងដើរមកមើលបើ enemy វិញដោយកលេសទៅឃើញគ្នាយើងនៅគ្នាគេពងវាយគ្នាអញ្ចឹងយើងក៏ធ្វើការចុះមកដល់បើក RT CP មិនចាំបាច់ទៅវាយអីតតូនក្នុងមុខគេទេយើងមកដល់យើងចាំតែ CP ទៅបាន hero យើងព្រោះអី hero យើងវាស្រួល CP បើតែ RT មកដាក់ទៅឆ្វាច់ទៅតែម្ដងហើយកលេសមើលទៅឃើញថា hyper គេនឹងចង់មកស៊ីបើតែខ្ញុំហាមមិនឲ្យស៊ីទេទោះបីជាបើរបស់អ្នកឯងក៏ដោយក៏ខ្ញុំមិនឲ្យស៊ីដែរខ្ញុំក៏ធ្វើការចោះចូលទៅបើក RT ធ្វើការផ្ដាច់ទៅលើ hyper គេកន្លែងហ្នឹងមកគៀល
ហើយក៏ធ្វើការស៊ីបើរបស់វាទៀតខោជុំចេះមិនត្រឹមតែវាយម្ចាស់ចេះគេទេលួចស៊ីរបស់វាទៀតបន្ទាប់ពីស៊ីរបស់គេអស់ហើយក៏មកស៊ីរបស់ខ្លួនឯងម្ដងហើយក៏លេចទៅឃើញថាកំពុងវាយគ្នាទៀតហើយអញ្ចឹងយើងធ្វើការចង់ជួយស៊ីពេលទៅតែមកអត់ទាន់ទេគេដាច់មុនទៅក៏យើងហោះដើររមើលទៅមកជួប helper គេមិនបងអង្គយូក៏ធ្វើការដាក់អាទីវាយសម្រាប់ទៅលើ helper គេមក kill ទៀតទៅមករងគ្រោះអា helper នេះគ្នាមិនដឹងអីទៅម្ដងមកតាមក្រោយគេងាប់បាត់ក្រោយពីយើងបាន kill helper គេមួយទៀតហើយយើងក៏ធ្វើការ farm សត្វយើងទៀតទៅ farm អស់ហើយយើងឃើញថាខាងលើកំពុងវាយគ្នាអញ្ចឹងយើងធ្វើការ rotate មកជួយស៊ីពេលដល់ទៅពេលមកដល់ការពិតវាមិនដូចការគិតខាង enemy នៅក្នុងប៉មឲ្យសក់ឈាមពេញនឹងធ្វើអីចេញក៏ដកថយមកវិញមកហើយយើងក៏មិនបានទៅណាឆ្ងាយដែរយើងដើរវាយសត្វក្បែរហ្នឹងសិនមើលថា enemy ហ៊ានតែចេញក្បាលមកយើងទៅវាយវាភ្លាមម្ដងដូចកន្លែងហ្នឹងគឺ helper របស់គេគឺប្រហើនអញ្ចឹងក៏ខ្ញុំនឹងខ្ញុំធ្វើការបោកវាយតែម្ដងកន្លែងហ្នឹងហើយក៏បើក RT ដាក់ទៅឆ្វាច់កន្លែងហ្នឹងអត់សមបានគឺទៅលៀងសោះខំដាក់ RT ប៉ុណ្ណាអីអូខេកន្លែងហ្នឹងយើងក៏ធ្វើការទូចិត្តនឹងវាសនាយើងធ្វើការប៉ាមថាយើងហើយមកធ្វើការចាំវាយ enemy ទៀតអត់ថា enemy ចេញមកយើងធ្វើការចូលវាយយូរតែម្ដងកន្លែងនេះគឺយើងឃើញគោលដៅរបស់យើងហើយយើងធ្វើការចូលទៅវាយយូរទៅកន្លែងហ្នឹងយើងចូលទៅដល់យើងដាក់ RT យូរតែម្ដងតែតាមបែបហ្នឹងបើក RT ដែរអីណាជាពេញបឹបតែអីទីកន្លែងហ្នឹងយើងចូលទៅធ្វើការវាយដៃថែមទៅវាយដៃសឈាមពេញហើយយើងធ្វើការផ្ដាច់យូរតែម្ដងកន្លែងនេះហើយយើងក៏លេចមើលទៅលើ map ទៅយើងឃើញថាឃើញគ្នាគេច្រើនណាស់យើងធ្វើការចោះមកដើម្បីវាយអញ្ចឹងដល់ឃើញយើងមកដល់ភ្លាមគេដកថយអស់លីងហើយក៏ឃើញគ្នាគេពីរនាក់ហ្នឹងធ្វើការទៅដេញវាយគ្នាយើងនៅខាងលើហ្នឹងយើងក៏ធ្វើការចង់មកជួយមកតែយើងមកអត់ទាន់ទេគេដាច់មុនទៅហើយ helper គេក៏ព្យាយាមដាក់ RT កិច្ចតែយើងក៏ធ្វើការបើក RT ផ្ដាច់ helper គេកន្លែងហ្នឹងមកគ្នាទៀតហើយឃើញកម្លែកគេនៅមុខហ្នឹងក៏ធ្វើការផ្ដាច់ម៉ែគេមួយទៀតទៅបាន10បាគីកន្លែងនេះដល់ឃើញថាគ្នាគេគឺនៅសល់ថែងមួយទៀតអញ្ចឹងយើងទុកទៅថែងហ្នឹងវាយចោលឲ្យទៅយើងធ្វើការហោះមកតាមវាយថែងហ្នឹងមកហើយជុំដល់យើងដាក់ RT ទៅលើថែងតែម្ដងយើងព្យាយាមធ្វើអាស្ថានភាពហ្នឹងថែងហ្នឹងក៏ដាក់ skill ទៅឡើងឈាមបន្តិចមកក៏វាយអត់ដាច់ទៅកន្លែងឡើងថ្មទៅថែងហ្នឹងវាយតលាក់ទៀតវាយយកទៀតហើយវីដេអូហ្គេមរបស់យើងនៅក្នុងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូហ្គេមរបស់ខ្ញុំសូមជួយចុច like ចុច subscribe និងសញ្ញារូបកណ្ដឹងអ្នកមួយផងបាទអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ